អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ថាហេតុអីបានជាមនុស្សស្រីមួយចំនួនណាគាត់អត់ព្រមដើរចេញពីមនុស្សប្រុសដែលធ្វើបាបគាត់ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Girlhood ហើយនេះគឺជាអេពីសូតទី1របស់ Girlhood ប្រធានបទដែលខ្ញុំនឹងលើកយកមកនិយាយនៅក្នុងថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងបញ្ហារបស់មនុស្សស្រីយើងដែលថាពេលខ្លះទៅគឺគាត់ពិបាកក្នុងការដើរចេញពីមនុស្សប្រុសដែលធ្វើបាបខ្លួនឯងខ្លាំងមែនទែនខ្ញុំមកនេះគឺខ្ញុំអត់មកវិនិច្ឆ័យថាគាត់យ៉ាងម៉េចទេប៉ុន្តែខ្ញុំមកនិយាយអំពីហេតុផលមួយចំនួនដែលធ្វើឲ្យគាត់ពិបាកហើយយើងសាកសម័យខ្លួនឯងមើលបើសិនជាយើងស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងថាតើយើងពិបាកឬមួយក៏យ៉ាងម៉េចអញ្ចឹងយើងអាចនឹងលើកយកប្រធានបទហ្នឹងមកនិយាយបញ្ហាហ្នឹងមកនិយាយដើម្បីឲ្យគ្រប់គ្នាបានដឹងហើយបើកចិត្តហើយជប់បន្ទោសទៅលើខាងភាគីខាងស្រីព្រោះខ្ញុំភាគច្រើននៅពេលដែលមានបញ្ហាហ្នឹងកើតឡើងគ្នាយើងមតិមហាជនឬមួយក៏អ្នកជំនាញខ្លួនភាគច្រើនគាត់ជួយចិត្តបន្ទោសទៅខាងស្រីដែលថាអូយអត់ចេះស្រឡាញ់ខ្លួនឯងអត់ចេះឲ្យតម្លៃខ្លួនឯងអត់ព្រមរឹងមាំចេះអត់ព្រមចោះទៅស្រឡាញ់មនុស្សអញ្ចឹងមួយវាគាត់និយាយគាត់ត្រូវព្រោះឲ្យគាត់មើលឃើញពីជ្រុងមួយខាងដែលគាត់មើលឃើញប៉ុន្តែនៅជ្រុងខាងក្នុងអ្នកដែលគាត់ស្ថិតនៅក្នុងស្ថានភាពនឹងហ្មងជាពិសេសគឺស្រីដែលគាត់ស្ថិតនៅក្នុង toxic relationship ហ្នឹងមិនគាត់យល់ច្បាស់ថ្ងៃនេះខ្ញុំគ្រាន់តែលើកយកមូលហេតុមួយចំនួនទេដើម្បីអ្នកទាំងអស់គ្នាបានដឹងពីបញ្ហារបស់ពួកគាត់ហើយនៅពេលដែលអ្នកទាំងអស់គ្នាដឹងហើយអ្នកទាំងអស់គ្នាអាចធ្វើ reflect គិតមើលទៅថាស្ថានភាពបែបហ្នឹងវាអាក្រក់សម្រាប់គាត់ប៉ុណ្ណាហើយយើងគួរតែបន្ទោសគាត់ទៀតអត់អូខេអញ្ចឹងសម្រាប់មូលហេតុទី1វាពាក់ព័ន្ធជាមួយនឹងការពឹងផ្អែកផ្នែកអារម្មណ៍ជាធម្មតានៅពេលដែលពួកគាត់ចាប់ផ្ដើមស្រឡាញ់គ្នាដំបូងនៅពេលដែលខាងភាគីបុរសគាត់ចាប់ផ្ដើមមកចាប់ផ្ដើមទំនាក់ទំនងមួយហ្នឹងខាងស្រីគាត់អាចនឹងមិនទាន់ជាស្រឡាញ់ឬក៏រំពឹងអីច្រើនណាយើងគ្រាន់តែដឹងថាអូគេស្រឡាញ់យើងមែនទេតែនៅពេលដែលពីមួយថ្ងៃទៅមួយថ្ងៃខាងប្រុសគាត់ចាប់ផ្ដើមធ្វើអំពើល្អច្រើនខ្លាំងមែនតើផ្គាប់ចិត្តខាងស្រីមិនថាខាងស្រីចង់បានអីចង់ទៅណាចង់ធ្វើអីខាងប្រុសគឺគាត់អាចផ្គាប់ចិត្តបានទាំងអស់ជូនទៅចង់ញ៉ាំអីទិញអីឲ្យញ៉ាំនិយាយទៅគឺជា gentleman ហ្មងការបង្ហាញក្នុងដំណាក់កាលដំបូងទោះបីជាម្នាក់ប្រុសហ្នឹងគាត់មានសារធាតុអាក្រក់ខ្លាំងប៉ុណ្ណាក៏ដោយគាត់អាចលាក់ចិត្តដែរព្រោះពេលហ្នឹងគាត់កំពុងតែស្រឡាញ់ខ្លាំងហើយគាត់កំពុងតែព្យាយាមធ្វើឲ្យនារីម្នាក់ហ្នឹងស្រឡាញ់គាត់វិញហើយធម្មតាទេខាងស្រីទាំងយើងទាំងគេមែនទេគេមកដល់ធ្វើល្អដាក់យើងសួរថាអ្នកណាមិនបាក់ចិត្តស្រឡាញ់បើអ្នកខ្លះក៏ធ្លាប់មានបទពិសោធន៍ក៏ធ្លាប់ដឹងក៏ធ្លាប់ឃើញមិត្តភ័ក្តិឬមួយក៏ក៏ធ្លាប់មើលរឿងមើលអីអញ្ចឹងគាត់អាច notice ចំណុចមួយចំនួនពីខាងភាគីបុរសតែបើសិនជាខាងស្រីគាត់ innocent គាត់ក្មេងគាត់អត់ដែរជួបបទពិសោធន៍ក្នុងជីវិតផ្ទាល់តែសោះហើយគាត់ទៅជួបមនុស្សប្រុសបែបហ្នឹងដំបូងឃើញគេល្អអញ្ចឹងគាត់ប្រកាសជាគិតថាល្អពិភពលោកគឺពណ៌ pink សម្រាប់គាត់ត្រូវទេសូម្បីយើងចាប់ដើមដំបូងដែលយើងមានបទពិសោធន៍ក្នុងរឿងស្នេហាយើងអាចដឹងយើងក៏អាចនឹងគិតដូចគាត់តែក៏មានមនុស្សស្រីខ្លះរឹងមាំអត់គិតអញ្ចឹងដែរតែអានឹងវា depend ទៅតាម case ទៅតាមស្ថានភាពទៅតាមមនុស្សអញ្ចឹងថ្ងៃនេះខ្ញុំគ្រាន់លើកទៅលើ case ដែលយើងជាយើងលើកទៅលើមនុស្សស្រីមួយចំនួនដែលគាត់ចាញ់ទៅលើការលួងលោមការធ្វើល្អរបស់មនុស្សប្រុសទាំងអស់ហ្នឹងណាអញ្ចឹងធម្មតាហើយមនុស្សប្រុសហ្នឹងនៅពេលដែលចាប់ផ្ដើមនៅក្នុងដំណាក់កាលដំបូងគឺគាត់ល្អខ្លាំងតម្រាំតាគាត់ចេញនៅសារធាតុអាក្រក់របស់គាត់អាចថាខាងស្រីគាត់អាចនឹងបាក់ចិត្តស្រឡាញ់រៀងច្រើនដែរហើយឬក៏ពេលវេលាវាយូរដែរហើយអាចថា6ខែឬក៏1ឆ្នាំអីអញ្ចឹងទៅដែលធ្វើឲ្យមនុស្សស្រីគាត់មានទំនុកចិត្តច្រើនគ្រប់គ្រាន់ទៅលើខាងប្រុសអញ្ចឹងនៅពេលដែលចាប់ដើមទទួលបានទំនុកចិត្តហើយខាងប្រុសគាត់មិនល្អរហូតទេគាត់ចាប់ដើមចេញសារធាតុអាក្រក់របស់គាត់ចរកោងកាចហង្សាអីផ្សេងឬក៏ទង្វើក្បត់ឬក៏អីទាំងអស់ហ្នឹងគឺគាត់អាចនឹងចាប់ដើមចេញមកហើយនៅពេលដែលគាត់ចាប់ដើមអាក្រក់បើសិនជាម្នាក់មនុស្សប្រុសហ្នឹងគាត់នឹងដើរចេញទៅហ្មងពេលដែលគាត់ធ្វើខុសហើយខាងស្រីក៏អត់មានអីត្រូវខាតបង់ខូចចិត្តខាតពេលវេលាអីបន្ថែមទៀតដែរតែម្នាក់ប្រុសខាងប្រុសគាត់អត់ឈប់ត្រឹមហ្នឹងឯងមនុស្សដែល toxic គេអត់ឈប់ត្រឹមហ្នឹងឯងគឺគាត់ធ្វើអាក្រក់ហើយគាត់តាមលួងលោមខាងស្រីវិញនិយាយល្អលើករឿងល្អដែលធ្លាប់ធ្វើអីជាច្រើនខាងស្រីចង់អញ្ចឹងគាត់អាចនឹងមានជាមនោសញ្ចេតនាអារម្មណ៍ស្រឡាញ់ហើយចង់អញ្ចឹងក៏ត្រូវតែលើកលែងទោសដែរព្រោះឲ្យថាលើកទី1ឬក៏លើកទី2អីអញ្ចឹងទៅគាត់នឹកគិត
ចង់ផ្ដល់ឱកាសពួកឯងមនុស្សដែលខ្លួនឯងស្រឡាញ់គេធ្លាប់ល្អដែរបើសិនជាខុសម្ដងឬក៏ពីរដងយើងដាច់អហង្ការក៏វាមើលទៅមិនសមរម្យត្រូវទេមនុស្សស្រីខ្លះគាត់គិតអញ្ចឹងតែមនុស្សស្រីខ្លះគាត់អត់គិតអញ្ចឹងគាត់គិតថាតែមានម្ដងនៅតែមានពីរដងមានពីរដងនៅតែមាន3ដងអញ្ចឹងគាត់ដើរចេញខ្លួនឯងហ្មងតែមនុស្សស្រីខ្លះគាត់ចិត្តទន់គាត់គិតផ្សេងគាត់មើលពិភពលោកនៅក្នុងផ្លូវមួយដែលល្អវាបែបហ្នឹងណាអញ្ចឹងគាត់នឹងលើកលែងទោសឲ្យហើយមនុស្សដែលតុកសិចមនុស្សប្រុសដែលតុកសិចគាត់អត់ឈប់ត្រឹមនឹងទេគាត់អាក្រក់ហើយល្អហើយអាក្រក់វាដូច cycle មួយអញ្ចឹងម្ដងស្រឡាញ់ម្ដងធ្វើបាបម្ដងស្រឡាញ់ម្ដងធ្វើបាបមនុស្សស្រីក៏វល់អាស្រឡាញ់ក៏ស្រឡាញ់អាឈឺចាប់ក៏ឈឺចាប់យ៉ាហើយមានរឿងមួយទៀតដែលវាពាក់ព័ន្ធជាមួយនឹងអារម្មណ៍ដែរនៅពេលដែលគាត់តាក់ទងគ្នាយូរគាត់ទទួលបានទង្វើល្អជាច្រើនគាត់ចាប់ដើមមានអារម្មណ៍ភ័យខ្លាចភាពឯកាគាត់គិតថានៅពេលដែលគាត់ដាច់ចិត្តខ្លាំងមែនទែនគាត់បែកគ្នាពីម្នាក់ប្រុសនឹងទៅសួរថាមានអ្នកណាមកល្អជាមួយគាត់ដូចបរិះម្នាក់ហ្នឹងក្នុងករណីដែលថាគ្រួសារមិនសូវជាផ្ដល់ភាពកក់ក្ដៅមិនសូវជាមានមិត្តភ័ក្តិដែលអាចទុកចិត្តបានឬក៏គាត់អាចថាជាមនុស្សដែលខ្លួនមួយមិនសូវមានញាតិច្រើនដែលថាទុកចិត្តស្រឡាញ់រាប់អានអីអញ្ចឹងណាអញ្ចឹងគាត់ប្រកាសជាគិតថាមានតែបរិះម្នាក់ហ្នឹងទេដែលស្រឡាញ់គាត់យកចិត្តទុកដាក់គាត់អញ្ចឹងពីមុនមកអត់ដែលមានទេអញ្ចឹងអានឹងវាពាក់ព័ន្ធជាមួយនឹងការពឹងផ្អែកផ្នែកអារម្មណ៍ពួកអីគេធ្វើឲ្យគាត់ស្រឡាញ់គេខ្លាំងណាមនុស្សប្រុសនឹងធ្វើឲ្យខាងស្រីស្រឡាញ់ខាងប្រុសខ្លាំងហើយវាពិបាកដកចិត្តហើយនឹងភ័យខ្លាចភាពឯកាផងអញ្ចឹងវាប្រកាសណាស់ថាឲ្យនៅពេលដែលគិតថាចង់ដើរចាកចេញម្ដងគឺគាត់តែងតែគិតដល់ចំណុចភាពឯកាហ្នឹងហើយនឹងមួយទៀតចង់លើកលែងទោសគិតថាថ្ងៃក្រោយប្រហែលជាគេអាចកែដើម្បីគាត់ដែរព្រោះគាត់ល្អប៉ុណ្្នឹងហើយគាត់ព្យាយាមបធូរបថយរឿងខ្លះគាត់សឹងថាមិនប្រកាន់មិនអីច្រើនណាគាត់គិតថាមនុស្សប្រុសម្នាក់ហ្នឹងគាត់អាចនឹងឆេងវាមានខេសមួយចំនួនដែលមនុស្សប្រុសនឹងផ្លាស់ប្ដូរដែរតែវានៅតែមានករណីដែលថាមនុស្សប្រុសអត់ផ្លាស់ប្ដូរហើយនៅតែបន្តធ្វើបាបអញ្ចឹងមនុស្សស្រីហ្នឹងគឺគាត់នឹងទទួលរងអាសម្ពាធផ្លូវចិត្តការខូចចិត្តពីខាងភាគីសង្សារគាត់នឹងច្រើនចំណុចធំមួយទៀតពាក់ព័ន្ធជាមួយនឹងការឲ្យតម្លៃខ្លួនឯងទីពេកមើលឃើញតម្លៃខ្លួនឯងកាន់តែទាបជាងមុនពីមុនមកជាមនុស្សដែលចេះស្រឡាញ់ខ្លួនឯងទេមើលឃើញខ្លួនឯងមានស្តង់ដារសម្រាប់ខ្លួនឯងបែបនេះបែបនោះអីចឹងទៅតែនៅពេលដែលចាប់ដើមតាក់ទងជាមួយនឹងមនុស្សដែល toxic ចាប់ដើមលេងសូវមើលឃើញតម្លៃខ្លួនឯងហើយចាប់ដើមឲ្យតម្លៃទៅខាងគេដោយសារតែការស្រឡាញ់ដោយសារតែការលួងលោមគេទង្វើរបស់គេពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យខ្លួនឯងបាត់បង់តម្លៃម្ដងតិចដោយអត់ដឹងខ្លួនឧបមាដូចពេលឆ្លោះគ្នាអីអញ្ចឹងនៅពេលដែលខាងស្រីសួរទៅខាងប្រុសមិនបានធ្វើអញ្ចឹងមិនបានចេះមិនបានចង់នៅពេលដែលរហរឿងនៅពេលដែលម្នាក់ប្រុសនឹងធ្វើខុសម្នាក់ប្រុសនឹងគេចេះនិយាយផ្អែមល្ហែមបត់បែងប្រវាយសាច់រឿងធ្វើម៉េចឲ្យម្នាក់ស្រីនឹងគាត់ស្ដាប់ទៅគាត់ទៅជាអ្នកខុសវិញគាត់ទៅជារបៀបថាអូណែគាត់នឹងប៉ុណ្ណឹងចាំមិនច្រឡោតដាក់បងរឿងប៉ុណ្ណឹងអត់សមណាស់ណែខឹងសោះគ្រាន់តែជាមិត្តភក្តិធម្មតាតាមិនក៏ឯងព្រមសួរធម្មតាឬក៏បែបនេះរបៀបថាគាត់មកព្រៀនយើងវិញថារបៀបដែលយើងនិយាយទៅកាន់គាត់វាបែបម៉េចនៅពេលដែលមានរឿងអញ្ចឹងគាត់ជាមនុស្ស toxic គឺគាត់ប្រកែក្នុងការដាក់មនោគមទៅកាន់មនុស្សស្រីហ្នឹងណាចឹងធ្វើឲ្យម្នាក់ស្រីហ្នឹងគាត់គិតខ្លួនឯងទៅជាបន្ទោសខ្លួនឯងវិញថាចំខ្ញុំ overreact ខ្លាំងពេកមែនខ្ញុំបន្ទោសគាត់ខ្លាំងពេកមែនតាមពិតគាត់ជាមនុស្សប្រុសបែបហ្នឹងពេលខ្លះវាមានរឿងបែបហ្នឹងក៏វាជារឿងធម្មតារឿងមួយក៏តាមពិតគេអត់មានអីពាក់ព័ន្ធគ្នាផងគេគ្រាន់តែឆាតលេងធម្មតាយើងគិតច្រើនខ្លួនឯងយើងអត់គួរណាធ្វើឲ្យតំណែងមួយហ្នឹងមានបញ្ហាសោះចឹងទៅក៏ត្រឡប់គិតទៅជាថាមកពីខ្លួនឯងវិញឬមួយក៏មានរឿងមួយទៀតរបៀបថានៅពេលដែលមនុស្សប្រុសហ្នឹងគាត់ចេះប្រើអំពើហិង្សាពេលដែលគាត់វាយខាងស្រីហើយអីអញ្ចឹងក៏ចាប់ដើមទៅលួងលោមវិញទៅផ្អែមល្ហែមអីវិញត្រឡប់មកគាត់និយាយថាបងសុំទោសមកពីគាត់ស្រឡាញ់យើងពេកបានជាគាត់ជ្រុលដៃជ្រុលអីគាត់អត់ចង់ឃើញយើងនិយាយជាមួយម្នាក់ប្រុសនេះគាត់ឃើញគាត់ទប់ចិត្តអត់បានទេគាត់ដឹងថាម្នាក់ប្រុសនឹងមានបំណងមិនមកលើយើងគាត់មនុស្សប្រុសដូចគ្នាគាត់ដឹងគាត់និយាយទៅគាត់ចេះនិយាយសាច់រឿងធ្វើម៉េចឲ្យយើងស្ដាប់ទៅចំគាត់ស្រឡាញ់យើងមែនបានគាត់ហួងហែងយើងដល់ថ្នាក់ហ្នឹងអ្វីដែលយើងធ្វើវាអាចនឹងធ្វើឲ្យប៉ះពាល់អារម្មណ៍គាត់ធ្វើឲ្យគាត់ខូចចិត្តខ្លាំងមិនគាត់ទៅជាឆេវឆៅបែបហ្នឹងអញ្ចឹងមើលឃើញខ្លួនឯងអីក៏ជាកំហុសរបស់ខ្លួនឯងដែរលែងទៅជាកំហុសរបស់គេឯង
ទាំងតែការប្រើហិង្សាហ្នឹងទោះបីមានរឿងអីក៏ដោយតែគេប្រើហិង្សាគឺគេខុសហើយយើងដើរចេញទៅតែយើងនេះដូចតាំងពីដើមមកដូចគេចាក់មនោគមមកហើយអារម្មណ៍ស្រឡាញ់ហ្នឹងវាលឹះលុបហើយមកដែរអញ្ចឹងក៏ធ្វើឲ្យខ្លួនឯងបាត់តម្លៃហើយចំណុចទី3ធំមួយទៀតវាពាក់ព័ន្ធជាមួយនឹងការគំរាមការភ័យខ្លាចពីការគំរាមកំហែងពួកអីមនុស្សប្រុសដែល toxic នៅពេលដែលតួច្រកខ្លាំងមែនតើនៅពេលដែលមនុស្សស្រីចង់ចាក់ចេញខ្លាំងមែនតើគាត់អាចនឹងមានក្បាច់ចុងក្រោយមកគាត់គឺគំរាមកំហែងប្រយ័ត្នបើសិនជាយើងហ៊ានទៅដើរចេញគាត់នឹងធ្វើបាបអ្នកនេះធ្វើបាបអ្នកនោះមនុស្សជាទីស្រឡាញ់យើងគ្រួសារយើងអីចឹងទៅឬមួយក៏ធ្វើបាបយើងអីជាដើមអីចឹងទៅនិយាយទៅមនុស្សដែលអាក្រក់បើសិនជាយើងបានភុងខ្លួនទៅជាមួយនឹងមនុស្សអាក្រក់ហើយគឺវាពិបាកចាក់ចេញខ្លាំងណាស់គាត់មានហេតុផលក្នុងការនិយាយគាត់មានរឿងដែលត្រូវធ្វើឲ្យយើងភ័យខ្លាចជានិច្ចរាល់ពេលដែលខាងស្រីគាត់ជាមនុស្សដែល innocent ផងជាមនុស្សដែលមិនមានបទពិសោធន៍ក្នុងរឿងស្នេហាមិនធ្លាប់មានអ្នកណាប្រាប់ធ្លាប់តែមើលឃើញពិភពលោកក្នុងពណ៌ស៊ីចម្ពូអីចឹងទៅយ៉ាគឺគាត់ងាយរងគ្រោះខ្លាំងមែនតើគឺបែបហ្នឹងហើយយ៉ានៅពេលដែលគាត់គម្រាមកំហែងនិយាយទៅក៏គាត់មានក្បាច់មួយទៀតដែររបៀបថាតាំងពីតាក់តងគ្នាដំបូងមកគាត់ចាក់មនោគមមួយទៀតគឺគាត់ព្យាយាម isolate ខាងស្រីនឹងឲ្យផ្ដាច់ចេញពីទំនាក់ទំនងមិត្តភាពឬក៏ជាមួយមនុស្សជិតស្និទ្ធណាដែលគាត់គិតថាម្នាក់ហ្នឹងអាចនឹងជាហានិភ័យសម្រាប់គាត់ទៅថ្ងៃក្រោយនៅពេលដែលគាត់មានរឿងអីចឹងទៅគាត់អាចនឹងមកចេះនិយាយជាមួយនឹងខាងស្រីដែលជាសង្សាររបស់គាត់ប្រាប់ចេះមួយចេះពីរធ្វើម៉េចឲ្យខាងស្រីហ្នឹងគាត់អាចដើរចេញពីគាត់បានអញ្ចឹងគឺគាត់ផ្ដាច់ហ្មងអត់ឲ្យរាប់អានអ្នកណាទេគាត់ចេះតែលើកចំណុចមិនល្អពីមនុស្សដែលគាត់អត់ចង់ឲ្យរាប់អានហ្នឹងចេះមួយចេះពីរហើយធម្មតាតែមនុស្សនិយាយគ្នារាល់ថ្ងៃយូរទៅស្លងយ៉ាស្លងអាចនឹងជឿទៅអូយ៉ាគាត់និយាយ make sense ដែរអូម្នាក់ហ្នឹងធ្លាប់ធ្វើទង្វើចេះអាចមើលទៅប្រហែលជាដូចគាត់និយាយអញ្ចឹងផ្ដាច់ក៏ល្អដែរគាត់មិនគួររាប់អានគាត់ធ្វើតាមម្នាក់ប្រុសហ្នឹងយ៉ាអញ្ចឹងសិល្បៈនៃការបោកបញ្ឆោតកេងប្រវ័ញ្ចលើមនុស្សខ្លួនឯងស្រឡាញ់មនុស្សដែល toxic គឺគាត់មានជំនាញអាហ្នឹងជា talent តែកសលរបស់គាត់ហ្មងអញ្ចឹងបានថាស្រីយើងប្រយ័ត្នប្រយែងតិចយើងកុំចេះតែតាក់ទងនៅពេលដែលយើងឃើញសញ្ញាណាមួយដែលមិនប្រក្រតីហើយត្រូវដើរចេញពីដំបូងកុំឲ្យលងខ្លួនព្រោះនៅពេលដែលលងខ្លួនគឺពិបាកហើយមានចំណុចធំមួយទៀតគឺចំណុចទី4យ៉ាវាពាក់ព័ន្ធជាមួយនឹងគេហៅថាសម្ពាធពីសង្គមឬមួយក៏ថាវប្បធម៌អីចឹងណាពេលខ្លះទៅវាទំនាក់ទំនងស្នេហារបស់គាត់ហ្នឹងគឺដើរដល់ផ្លូវមួយដែលថា public គេឯងដឹងបងប្អូនដឹងអីដឹងហើយអស់ហើយចាស់ទុំដឹងឮអស់ហើយយ៉ាគាត់ថាមិនទាន់ដល់រៀបការឬក៏យ៉ាងម៉េចអញ្ចឹងតែគាត់ថានៅពេលដែលស្នេហាមួយឈានដល់ public ហើយនៅពេលដែលបែកគ្នាគឺខាងស្រីតែងតែទទួលរងពាក្យមួយចំនួនថាខាងស្រីអញ្ចេះខាងស្រីអញ្ចោះបែកគ្នាហើយចាំមើលអ្នកអង្ខូចហ្នឹងអាម៉េចអីអាម៉េចយ៉ាវាមានពាក្យជាច្រើនវាបែបហ្នឹងឯងអញ្ចឹងសម្ពាធពីវប្បធម៌សង្គមដែលថាមនុស្សស្រីអត់ត្រូវមានសង្សារច្រើនអត់ត្រូវមានគូស្នេហ៍ច្រើនអីវាអាក្រក់មើលវាជាស្រីមិនល្អអីអញ្ចឹងទៅអញ្ចឹងអាចមួយជា reason ដែរដែលធ្វើឲ្យខាងស្រីគាត់សម្រេចចិត្តព្យាយាមកែប្រែមនុស្សហ្នឹងគាត់រំពឹងថាថ្ងៃណាមួយមនុស្សប្រុសហ្នឹងនឹងផ្លាស់ប្ដូរដើម្បីគាត់ហើយស្នេហារបស់គាត់នឹងគង់វង្សអាចមានភាគរដែលជោគជ័យតែគាត់ថាភាគរដែលជោគជ័យគឺមនុស្សស្រីហ្នឹងគឺគាត់រងអស់ហើយសោះសាច់អស់ហើយចិត្តកាយវិញ្ញាណគឺសឹងថាទៅអស់ហើយទំមតែថាមនុស្សប្រុសហ្នឹងអាចកែប្រែដើម្បីគាត់បានណាអញ្ចឹងមិនថាវាហានិភ័យខ្ពស់អញ្ចឹងទាំងនេះគឺជាមូលហេតុដែលធ្វើឲ្យមនុស្សស្រីគាត់ពិបាកក្នុងការដើរចេញពីមនុស្សប្រុសដែលធ្វើបាបគាត់អ្នកទាំងអស់គ្នាស្ដាប់ហើយមានអារម្មណ៍មិនដែរគិតថាវាគឺជារឿងងាយស្រួលក្នុងការដើរចេញឬមួយក៏វាពិតជាពិបាកមែនបើសម្រាប់ខ្ញុំនៅពេលដែលខ្ញុំបានដឹងរឿងហេតុទាំងអស់ហ្នឹងខ្ញុំមានអារម្មណ៍ថាបើសិនជាខ្ញុំក៏នឹងពិបាកដូចគ្នាគាត់ថាមនុស្សយើងមានសំណាងខុសគ្នាអ្នកខ្លះគាត់សំណាងមិនល្អគាត់អាចនឹងជួបហើយគាត់ពិបាកក្នុងការដើរចេញមែនតើហើយនៅពេលដែលគាត់ដើរចេញគាត់ត្រូវ healing ខ្លួនឯងគាត់ប្រើពេលយូរខ្លាំងមែនតើហើយអ្នកដែលគាត់អត់ជួបមនុស្សប្រុសបែបហ្នឹងចាត់ទុកថាសំណាងហើយក៏អរគុណទៅដែលថាมันបានជួបតែគុំមានអារម្មណ៍មាក់ងាយឬមួយក៏ដាក់បន្ទុកសម្ពាធទៅអ្នកដែលគាត់ជួបពួកឯងអ្នកដែលគាត់ជួបរឿង
ជួបមនុស្សប្រុសបែបហ្នឹងគឺគាត់ពិតជាពិបាកមែនអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបើកចិត្តបើយើងអាចនិយាយអីឲ្យគាត់សប្បាយចិត្តនិយាយអីដែលធ្វើជាអាចនិយាយបានថាជាពន្លឺសម្រាប់គាត់ថាគាត់ត្រូវធ្វើយ៉ាងម៉េចសម្រាប់ដៃគូរបស់គាត់ដើម្បីអាចចាក់ចេញបានណាយើងអ្នកទាំងអស់គ្នាគួរតែធ្វើគុំបន្ទោសហើយកុំដាក់សម្ពាធឲ្យគាត់ពួកគាត់គឺពិបាកចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេគឺពាក់ព័ន្ធជាមួយនឹងមូលហេតុដែលមនុស្សស្រីគាត់ពិបាកដើរចេញចឹងអាចវីដេអូក្រោយខ្ញុំនឹងចេញពាក់ព័ន្ធជាមួយនឹងថាតើគួរធ្វើម៉េចដែលជាដំណោះស្រាយក្រោយខ្ញុំនឹងចេញពាក់ព័ន្ធជាមួយនឹងថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីអាចចាក់ចេញពីទំនាក់ទំនងដែលតុកសាច់មួយនឹងពីមនុស្សដែលធ្វើបាបខ្លួនឯងមួយនឹងដែលអាចដើរចេញពីគាត់បានអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបាយបាយជំរាបលាទាំងអស់គ្នា